ពាក្យថាយល់ចិត្តមួយម៉ាត់ណាវាផ្ដើមចេញអំពីការស្រឡាញ់គឺចំណុចមួយដែលខ្ញុំតែងតែគិតតែងតែធ្វើហើយការយល់ចិត្តរបស់ខ្ញុំស៊ីជម្រៅទៅលើផ្លូវចិត្តរបស់គាត់ដោយសារតែបេះដូងនៃក្តីស្រឡាញ់របស់ខ្ញុំគឺខ្ញុំបកគលឲ្យគាត់ពេញ 100% មកអត់មានស្ទាក់ស្ទើរត្រង់ចំណុចណាមួយទេអញ្ចឹងមនុស្សស្រឡាញ់គ្នានៅពេលដែលមនុស្សស្រឡាញ់គ្នាគឺអាចហ៊ានលះបង់ហ៊ានក្នុងការសម្រេចចិត្តហ៊ាននៅក្នុងការធ្វើអ្វីមួយដើម្បីបំពេញបំណងមនុស្សដែលខ្លួនយើងស្រឡាញ់អញ្ចឹងសម្រាប់ការយល់ចិត្តគ្នារវាងប្រិយប្រពន្ធណាបើនិយាយអំពីខាងប្រុសវិញថាភាគច្រើនប្រពន្ធណាគាត់ល្អូថាអញ្ចឹងតែបែកហ្នឹងអត់យល់ចិត្តខ្ញុំសោះហើយប្តីខ្ញុំអត់យល់ចិត្តខ្ញុំសោះចាមូលហេតុអីតែប៉ុន្តែមិនមែនបងប្អូនមិនមានក្តីស្រឡាញ់រវាងគ្នានឹងគ្នាទេបើសិនជាមនុស្សមិនស្រឡាញ់គ្នាអត់អាចនៅមួយគ្នាកើតទេអញ្ចឹងហើយកន្លែងហ្នឹងគឺបងប្អូនត្រូវរកកលឹះមួយត្រូវពិភាក្សាគ្នានៅពេលខ្លះបទពិសោធន៍នៃការជួបជីវិតគូជាច្រើនដែលគាត់មកជួបខ្ញុំផ្ទាល់ណាគាត់បានបង្ហើបថាជីវិតរបស់គាត់ប្រៀបបីដូចជាសោះកក្រោះមែនតើដល់តែពេលខ្ញុំស្ដាប់សាច់រឿងរបស់គាត់ទៅអ្វីដែលជារឿងសោះកក្រោះនោះគឺដោយសារតែការថ្នាក់ចិត្តការមិនពេញចិត្តត្រង់ចំណុចទូច2 3ចំណុចឬក៏ច្រើនចំណុចចឹងទៅធ្វើឲ្យអាហ្នឹងខ្លាចទៅជាបង្គំមួយដ៏ធំណារហូតដល់តំណែងតំណងរបស់គាត់ទាំងពីរនាក់បែរជាល្អកកនឹងគ្នាហើយគាត់ល្អូថាអត់យល់ចិត្តគ្នាទេចឹងហើយអ្វីដែលជាកត្តាជំរុញឲ្យយើងយល់ចិត្តគ្នាបានច្រើនណាបងប្អូនត្រូវបើកវេទិកាពិភាក្សាគ្នារកចំណុចមួយដែលប្តីអាចនិយាយបានថាខ្ញុំតាំងពីការមកខ្ញុំអន់ចិត្តជាមួយឯងត្រង់ចំណុចនេះឯងគួរតែបំពេញបំណងខ្ញុំខ្លះផងអញ្ចឹងប្រពន្ធត្រូវនិយាយដែរថាប្តីបងជីវិតរបស់ខ្ញុំមួយនេះបកគលជូនបងអស់ហើយនៅឡើយតែថាតើបងអាចធ្វើចំណុចនេះចំណុចខុសកន្លែងនេះមិនល្អត្រង់នោះធ្វើដើម្បីខ្ញុំបានឬមួយក៏អត់នៅពេលដែលបងប្អូនបើកវេទិកាក្នុងការញែកសាច់រឿងនៃភាពល្អកកហ្នឹងទៅយើងអាចចាប់ផ្ដើមថ្ងៃស្អែកគឺជាថ្ងៃបំពេញនៃចំណង់និងបំណងរបស់ដៃគូយើងទៅយូរវានឹងបង្រៀនយើងឲ្យយើងយល់ចិត្តកាន់តែច្បាស់ហើយមនុស្សរស់នៅជាមួយគ្នាបើមិនយល់ទៀតអញ្ចឹងយើងទៅជួបមនុស្សដទៃមនុស្សជាច្រើនទៀតរត់ទៅពិបាកស្វែងយល់កន្លែងអញ្ចឹងក្នុងចំណុចហ្នឹងគឺវាគឺជាការដែលយើងចំណាយពេលជាមួយគ្នាឲ្យបានច្រើនពិភាក្សាបោកចិត្តបោកកំហល់ទៅវិញទៅមកអាហ្នឹងទើបយើងអាចស្វែងយល់ពីគ្នាបានបើអូនមានរឿងអីក៏អូនបាត់មិនឲ្យបងដឹងទេទុកតែក្នុងចិត្តម្នាក់ឯងទៅយល់អត់ទៅចាំតែខឹងចាំតែងើហើយចាំតែលួងមកហ្នឹងហើយចាំតែមើលចាតើតបងចឹងដែរបងថាប្តីប្រពន្ធគ្នាវាគួរតែយល់ចិត្តឯងណាអញ្ចឹងចាអញ្ចឹងខាងចំណុចហ្នឹងគឺជាចំណុចមួយដែលធ្វើឲ្យយើងអត់អាចស្វែងយល់ពីគ្នាបានហើយកន្លែងហ្នឹងគឺយើងត្រូវតែបើកចំហឲ្យគ្នាស្វែងយល់ពីគ្នាចំណាយពេលមួយគ្នាបានច្រើនកុំប្រកាន់គ្នាច្រើនដោះស្រាយទៅបាទដោយសារតែខ្ញុំជួបអ្នកដែលគាត់ស្គាល់គ្នាគាត់ថាចេះពេលខ្លះខ្ញុំចង់ឲ្យលោកគ្រូជួយនិយាយផងថាឲ្យស្វាមីគ្រប់រូបហ្នឹងណាឲ្យគាត់យល់ផងថាប្រពន្ធណាមានទុក្ខលំបាកច្រើនមែនតើនៅក្នុងផ្ទះវាមានតាំងពីទុក្ខលំបាកឧទាហរណ៍ចុះការពោពោះការមើលថែកូនការមើលថែគ្រួសារការរៀបចំទំនុកបំរុងគ្រប់យ៉ាងទាំងអស់សូម្បីទៅឪពុកម្ដាយបង្កើតឪពុកម្ដាយក្មេកក៏ប្រពន្ធនឹងត្រូវជាអ្នករ៉ាប់រងដែរអញ្ចឹងអាទុក្ខលំបាកបន្តិចដែលគេហៅថាស្វាមីគាត់មើលរំលងថាប៉ុណ្ណឹងសោះហ្នឹងចា៎អញ្ចឹងកន្លែងនេះគាត់តែចង់ឲ្យបងប្អូនទាំងនេះគិតថាទុក្ខលំបាករបស់ប្រពន្ធយើងអាចមើលទឹកមុខគាត់បានហើយយើងសួរគាត់វិញតើអនឯងមានចំណុចអីដែលកំពុងតែមានបញ្ហាពិបាកនេះគួរតែយើងដោះស្រាយហើយយើងគិតទាំងអស់គ្នាមើលតើពិបាករឿងអីដើម្បីជាកម្លាំងចិត្តតទៅមុខក្នុងនាមយើងជាភរិយាស្វាមីយើងត្រូវយល់ក្នុងចំណុចនោះចាដោយសារតែជាទូទៅគេថាអត្តចរិតរបស់មនុស្សស្រីគាត់ងក់ងច្រើនគាត់ត្រូវការយល់ចិត្តការថ្នាក់ថ្នមចិត្តអញ្ចឹងណាបើយើងជាប្រពន្ធគេហើយយើងអាចកាត់បន្ថយខ្លះបានតម្រូវការដែលយើងចង់បានពេលខ្លះគឺយើងត្រូវប្រាប់ស្វាមីយើងហ្មងពួកគាត់អត់ត្រង់ញៀនគាត់អត់អាចដឹងបានគ្រប់រឿងទេបង្ហាញគាត់យើងប្រាប់គាត់ថែមហើយយើងអត់មានអីលាក់លៀមគ្នាទេបាទចឹងកន្លែងនេះបងប្អូនទាំងគ្នាគឺបើកចំហចិត្តដល់ពេលដែលយើងមិនទាន់យល់ពីគ្នាយើងបង្រៀនគ្នាឲ្យយល់ទៅចា៎ពេលដែលយើងព្យាយាមរៀនយល់ហើយយើងបង្កើតអាការយល់ហ្នឹងគឺជាទម្លាប់ដល់ទៅពេលការយល់ទីទម្លាប់ល្អចឹងទៅវាធ្វើឲ្យបងប្អូនកាន់តែយល់ច្បាស់គេហៅថាគូជីវិតមួយនេះពិតជាមានន័យសម្រាប់ពួកយើងទាំងពីរហើយកើតមកជាតិនេះគឺមិនស្ដាយទេ
បានប្តីបានប្រពន្ធយល់ចិត្តគ្នាចាស់កោងខ្នងស្លាប់រៀងៗខ្លួនជីវិតពោពេញទៅដោយអត្ថន័យអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នេះទេ ចាអរគុណច្រើនបងប្អូន